ចេះតែគិតខ្លីកន្លែងថាគ្រាន់តែគេបោះបង់ចងកមកលេបឆ្នាំអាសាច់អានដាតអាស្ពាល់ខឹងស្ពាល់អញប៉ុណ្ណឹងដែរមិនទុកថើបអញអាលចោលមើលអាត្មាគ្រាន់តែឲ្យជាគំនិតគិតតែបន្តិចឯងគិតតែបន្តិចយើងលែងគិតខ្លីហើយអ្នកដែលបែកពីស្នេហាអីក៏ដោយគាត់ចង់សម្លាប់ខ្លួនព្រោះគាត់ចង់ក្លាយជាវីរៈបរិសុទ្ធក្នុងចិត្តម្នាក់នោះតែខុសស្រឡះហើយពេលដែលគេលះបង់យើងហើយបានយើងស្លាប់គេអខ្លាំងណាស់ព្រោះបើយើងនៅគេលោទៅរករឿងគេនិយាយមែនណាគេអត់មានរំភើបអីគេអត់មានរំជួលចិត្តអីព្រោះយើងស្លាប់ក្រោយពេលដែលគេបោះបង់យើងទេយល់ទេនឹងជួនកាលយើងចេះចង់ដឹងមើលអញស្លាប់សាកមើលគេអាណិតអត់គេស្ដាយអត់គិតខុសទេបានយើងស្លាប់គេអណាស់ជាឱកាសឆ្លាស់ចិត្តដើម្បីរកមួយទៀតប៉ុន្តែកន្លែងខ្លះគួរស្លាប់ដែរបើសិនបើមានមនុស្សណាម្នាក់លះបង់គ្រប់យ៉ាងដើម្បីយើងមនុស្សនេះយើងគួរស្លាប់ដើម្បីបូជាគាត់វិញនេះល្អហ្នឹងហើយប៉ុន្តែដោយច្រើនណាអត់មានឃើញអ្នកណាលះបង់ជីវិតដើម្បីមនុស្សដែលផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងពិតប្រាកដទេគឺលះបង់ជីវិតព្រោះតែមនុស្សគេឈប់ស្រឡាញ់អ្នកដែលបោះយើងចោលគេថាយើងអាចគោស្រាប់តែយើងអាចគោតាមគេថាទៅគេថាយើងអាចគោល្មមទេតែយើងព្រមធ្វើខ្លួនជាអាចគោអានេះទៅជាបញ្ហាយល់ទេនឹងអាត្មាឃើញតែអញ្ចឹងគេថាយើងដូចពាក្យមួយអញ្ចឹងអ្នកខ្លះគាត់អត់ជឿចាំនឹងពាក្យគេជេរហ្នឹងឯងហ្នឹងវាមិនអាចទេគាត់តទៅវិញថាបាទខ្ញុំមិនអាចមែនពួកឯងបានអាចហើយវាមិនខ្មោចទេហ្នឹងឯងខ្ញុំមិនខ្មោចណាពួកឯងបានខ្មោចហ្នឹងហើយចឹងពាក្យកន្លោះតែបន្តិចយើងធ្វើឲ្យយើងសប្បាយចិត្តហើយយើងអត់ជឿចាប់ព្រោះពាក្យគេថាទេយើងឯណាទៅខ្លាចជាអាចព្រោះមាត់គេថានោះហ្នឹងហើយចឹងសំណូមពរថាបើគេបោះយើងជនណាក៏ដោយជាឪពុកម្ដាយជាមិត្តភក្តិជាបងប្អូនជាសង្សារជានរណាក៏ដោយបោះបង់យើងចោលវាជាសិទ្ធិរបស់គេតែហើយយើងមិនអាចសម្រេចចិត្តជំនួសគេបានទេគេជាអ្នកសម្រេចចិត្តតែបើយើងបោះបង់ខ្លួនយើងគឺយើងនឹងហើយព្រោះវានៅក្នុងកណ្ដាប់ដៃរបស់យើងជីវិតរបស់យើងហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងទៅធ្វើល្អមិនបាច់ទៀមទាតែសេចក្តីស្រឡាញ់ពីគាត់ទេធ្វើខ្លួនឯងឲ្យមានតម្លៃសម្រាប់អ្នកដទៃបើគាត់មើលមិនឃើញចាត់ទុកថាគាត់អត់បន់ឧទាហរណ៍ថ្ងៃក្រោយបង